ពួកវាចង់បោកប្រាស់យើងតើស្អីគេបោកប្រាស់ហើយយ៉ាងម៉េចបើថ្ងៃនេះពួកឯងមិនព្រមសង1សែនយ៉នទេគុំសង្ឃឹមថានឹងបានចេញពីទី1ដល់3បើមិនឲ្យលុយទេអញវាយកាច់ជើងពួកឯង1 2 3ប្រពន្ធតើយើងត្រូវធ្វើយ៉ាងម៉េចទៀតវីពួកវាតាមស្មោះស្ម័គ្រនឹងទំនិញទាំងនោះលក់បានថ្លៃដែររងចាំស្អីទៀតវីទៅនាងស្រីខូចមិនមើលមុខខ្លួនឯងផងតើនាងជាស្អីសូម្បីតែប្តីអញក៏នាងហ៊ានលបួងដែរគុំវីអីថ្លៃជួសជុលឡានខ្ញុំលើកលែងឲ្យទាំងអស់ឯណាស្រួលយ៉ាងហ្នឹងនាងស្ទើរតែបំផ្លាញកេរ្តិ៍ឈ្មោះបងវឹងទៅហើយសងថ្លៃខូចខាតផ្លូវចិត្ត50000យ៉ន1សេនក៏មិនបានបើប្រកែកខ្ញុំប៉ូលីសថាពួកឯងជំរិតទារប្រាក់ខ្ញុំឲ្យលើកអីវ៉ាន់ទាំងនេះឡើងឡានដែរទៅចំណេញបានជាង30000លើកនេះមិនខាតទេមើលមិនដឹងសោះថានាងកាច់កម្រិតនឹងដែរប្រកាសហើយរៀនតាមបងតាមផ្លូវនឹងឯងចិនវឹងមើលចោះខាងមុខមានម្នាក់កំពុងបកដៃនៅតំបន់គ្មានមនុស្សរស់នៅគុំជួយអ្នកប្លែកមុខផ្ដេសផ្ដាសពិសេសគឺស្រីនេះឆ្ងាយពីភូមិនិងហាងទំនិញណាស់ទៅក្រុងចិត្តបំផុតនៅសល់ជាង100គីឡូម៉ែត្រឯងចុះបើជួបចោលឬមនុស្សអាក្រក់ធ្វើយ៉ាងថាមានរឿងអីកើតឡើងអ្នកកញ្ញាតាតូចមានរឿងអីមែនទេខ្ញុំជាអ្នកដើរកម្សាន្តដល់ជើងទឹកនិងអាហារអស់រលីងហើយអត់បាយ2ថ្ងៃហើយតើអាចសុំជិះឡានទៅជាមួយផងបានទេត្រឹមក្រុងខាងមុខក៏បានដែរនៅតំបន់ដាច់ស្រយាលអ្នកដែលស្ម័គ្រចិត្តឡើងឡានភាគច្រើនមិនស្រួលទេចុះបើគេតច្រកមែនទែននោះយើងមិនអាចឃើញគេជួបគ្រោះហើយមិនជួយបានទេញ៉ាំខ្លះទៅគេហើយឲ្យគេរងចាំឡានក្រោយទៀតចុះស្ដាប់តាមបងអ្នកកញ្ញាយើងប្រញាប់ដឹកទំនិញពិតជាមិនសម្រួលឲ្យជិះជាមួយទេយកចាំឡានមួយទៀតនៅទីនេះបន្តិចទៀតច្បាស់ជាមានឡានឆ្លងកាត់ហើយខ្ញុំជាអ្នកដើរជិះឡានជាមួយមិត្តភក្តិ2-3នាក់ទៀតខ្ញុំទៅបន្ទប់ទឹកពួកស្ទុះឡើងឡានទៅបាត់អស់នៅទីនេះទូរស័ព្ទគ្មានសេវាទំនាក់ទំនងពួកគេមិនបានខ្ញុំមិនមែនជាមនុស្សអាក្រក់ទេខ្ញុំខ្លាចណាស់ម្នាក់ឯងបែបនេះត្រឹមតែជូនខ្ញុំទៅដល់ក្រុងម៉ាំងគឺគ្រប់គ្រាន់ហើយចិនវឹងទៅដល់ក្រុងម៉ាំងសល់តែ100គីឡូម៉ែត្រជាងទេតាមផ្លូវតាអ្នកកញ្ញាប្រញាប់ឡើងឡានមកខាងក្រៅត្រជាក់ណាស់អរគុណបងប្រុសអរគុណបងស្រីអ្នកទាំងពីរខាងក្រៅល្អដូចព្រះរូបមែនជួបការលំបាកដែរចិនវឹងក្បាលខ្ញុំវិលមុខខ្លាំងណាស់ដកដង្ហើមមិនចង់ចេញទេអូនចាញ់កម្ពស់ឡើងកម្ដៅហើយទៅដេកនៅខាងក្រោយខាងមុខវិញមកញ៉ាំទឹកទៅលើកចូលទៅសុំទោសធ្វើឲ្យបងពិបាកទៀតហើយសម្រាប់ឲ្យស្រួលទៅខ្ញុំនៅចាំការពារនៅខាងមុខបងប្រុសចិនបង្ហត់មួយថ្ងៃហើយទៅសម្រាប់បន្តិចនៅខាងក្រោយទៅខ្ញុំជួយមើលឡានឲ្យបើមានរឿងអីខ្ញុំហៅបងនេះជាវិធីដែលនាងតបស្នងសងគុណពួកយើងអាំងបងប្រុសខ្ញុំមិនមែនជាចោរទេមានរឿងអីហ្នឹងបងប្រុសបងស្រីសុំទោសខ្ញុំមិនមែនជាចោរជីទេមិត្តភក្តិខ្ញុំសន្យាថានឹងធ្វើដំណើរទៅក្រុងឡសុងជាមួយគ្នាពួកគេធុញថប់ថាខ្ញុំជាលើខ្លួនខ្ញុំសល់តែ8យ៉នប៉ុណ្ណោះទូរស័ព្ទក៏អស់លុយខ្ញុំពិតជាមិនដឹងថាទៅដល់ក្រុងម៉ាំងត្រូវធ្វើយ៉ាងម៉េចទេនោះមិនមែនជាលេស